Hello សួស្តីអ្នកទាំងអស់គ្នាបាទយើងត្រឡប់ជួបគ្នាទៅជាមួយនៅរឿងពិភពធម្មពលវិតមុននៅភាគ260បន្តទៀតស៊ីហាក៏បានឡើងមកកាន់កន្លែងមួយដែលវាខ្ពស់ជាងមេឃ9ទៅទៀតកន្លែងនេះគេឲ្យឈ្មោះថាអាងផ្គររន្ទះគឺជាប្រភពនៃរន្ទះយ៉ាងខ្លាំងក្លារឿងនេះខ្ញុំពងតែឆ្ងល់មួយបើសិនជាស៊ីហាវយកនៅអាងផ្គររន្ទះចេញផុតចុះរន្ទះដែលមាននៅលើមេឃតើវានឹងរលត់បាត់ហើយឬក៏យ៉ាងម៉េចស៊ីហាវក៏បានបញ្ចេញនៅរូបអបតាយ៉ាងធំលើកនៅដៃទាំងពីរចាប់ទាញនៅអាងនោះមកតែម្ដងខណៈពេលដែលរន្ទះនោះក៏បានវាបកទៅលើស៊ីហាវវិញស៊ីហាវនៅតែមិនទាន់អស់ចិត្តគាត់ទៅតែទាញវាឲ្យបានជាពេលនោះក៏បាននិយាយទៀតថាស៊ីហាវទើបតែសម្លាប់នៅប្រជាជីនវាងនៃគ្រូសាវាងហើយថ្មីឥឡូវលួចចូលទៅក្នុងអាងផ្គររន្ទះថែមទៀតកំពុងតែនិយាយតាមស៊ីហាវនឹងក៏ទន្សាយតូចនឹងក៏ស្ដីឲ្យពួកគេយ៉ាងខ្លាំងនៅក្នុងអាងនោះគឺមានទាំងសត្វនាគរាជហើយនឹងទឹកផ្គររន្ទះរួមជាមួយនឹងធម្មពលរន្ទះសរុបទាំងអស់សត្វតែរន្ទះដែលទឹករន្ទះនេះដែរគឺជាថ្នាំដ៏ពិសិដ្ឋដែលវាកើតចេញពីធម្មពលរន្ទះឬក៏ធម្មពលកន្តិចដោយខ្លួនឯងអាចនិយាយថាគឺកើតចេញពីមេឃានឹងតែម្ដងស៊ីហាក៏បានបញ្ចេញនៅចង្ក្រានរបស់គាត់មកនេះមិនមែនដើម្បីស៊ីស៊ុបនោះទេគឺដើម្បីយកនៅអាងនេះតែម្ដងបន្ទាប់មកស៊ីហាក៏បានស្រូបនៅទឹករន្ទះនោះខ្លះចូលទៅក្នុងចង្ក្រានរបស់ខ្លួនដើម្បីវាស្រាលបន្តិចបន្ទាប់មកក៏បានប្រើប្រាស់វិជាគុណមួយទម្រង់ដើមរបស់ខ្លួនធម្មពលមានរាងដូចជាគុកអញ្ចឹងអធិស្ឋានផងខ្ញុំចេះលេងទេគាត់ក៏បានបន្ថែមនៅវិជាគុណលីស៊ីនក៏ចាប់ដើមបង្កកនៅអាងនោះទាំងមូលស្លឹកលីស៊ីនទោះបីជាស្លឹករុក្ខជាតិក៏តែវារឹងមាំជាងដៃទៅទៀតនៅពេលដែលចាប់ទាញនៅអាងនោះក៏ប្រជាទាំង3ក៏បានបង្ហាញខ្លួនប្រជាដែលឈោក៏ដែរខ្ញុំសូមហៅថាប្រជាមឹងទៅចោះគឺជាប្រជាធំក៏បានស្ដីឲ្យស៊ីហាទៀតថានេះគឺជាអាងរន្ទះហើយក៏ជាប្រភពនៃរន្ទះមេឃាបើសិនជាឯងត្រូវឡើងទៅទីនោះរាងកាយនឹងព្រលឹងរបស់ឯងនឹងត្រូវកំទេចចោលមិនខាននោះទេឯងឈួតហើយឈប់វាលឿនទៅស៊ីហៅថាខ្វះតែមួយជំហានទៀតនោះទេគាត់នឹងជោគជ័យហើយបញ្ចេញនូវធម្មពលមកម្តងទៀតបាញ់ទៅលើវាបន្តិចវាក៏ចាប់ផ្ដើមរួមតូចស្រូបចិត្តក្នុងរាងកាយរបស់ស៊ីហាបានទៅជោគជ័យតែចង្រៃអីក៏ទរណកម្មមេឃីក៏ធ្លាក់មកម្តងទៀតខ្ញុំកំពុងតែឆ្ងល់ប្រភពនៃរន្ទះកាយនៅក្នុងនេះហេតុអីក៏មានរន្ទះផ្សេងទៀតមកអញ្ចឹងរន្ទះនោះគឺខ្លាំងក្លាមែនទែនបាញ់ធ្វើឲ្យស៊ីហារបួសឡើងសោកខ្លួនសូម្បីតែឆ្អឹងនោះក៏បានបែកខ្ញែកចេញពីគ្នាដែលបេះដូងរបស់គាត់លោតកាន់តែញ័រប្រជាមឹងក៏និយាយទៀតថាឯងពិតជាល្ងងពិតមែនខណៈពេលនោះក៏បានលេចចេញនៅតម្រងប្រហារទីទេធ្លាក់មកសាជាថ្មីស៊ីហាធ្លាប់ប៉ះជាមួយនឹងវាម្ដងហើយអញ្ចឹងគាត់មិនចង់ជួបវាម្ដងទៀតនោះទេផ្លែកំបិតយ៉ាងធំត្រៀមនឹងធ្លាក់ចុះមកអាកំាប់នឹងក៏បានប្រាប់ទៅកាន់បងប្រុសសម្លាញ់របស់ខ្លួនទៀតថាវាគ្រាន់តែជាបំណែកនៃអាងបាក់បែកតែប៉ុណ្ណោះអញ្ចឹងក៏វិញវាចោលទៅដោយសារតែវាបារម្ភអំពីសុវត្ថិភាពរបស់ស៊ីហាវខ្លាំងពេកស៊ីហាវក៏បានលើកនឹងកណ្ដាប់ដៃត្រៀមនឹងទប់ទល់ក្នុងពេលនោះអញ្ចឹងទៅប្រជាមឹងក៏បានប្រាប់ទៀតថានេះគឺជាទុកមន្តរាយមេឃាបើសិនជាឯងអាចគេចផុតបានគឺឯងអាចចូលនៅអាងរន្ទះនោះបានស៊ីហាក៏បានបញ្ចេញនូវគុណពឹងរបស់គាត់ទប់ទល់ជាមួយនឹងផ្លែកំបិតយ៉ាងធំទីបំផុតគាត់ក៏បានជួយឈ្នះវាបានដោយជោគជ័យខណៈពេលនោះដែរក៏បានលេចចេញនៅបំណែកម្យ៉ាងឈ្មោះរបស់វាដោយសារតែវែងពេកខ្ញុំសូមហៅថាពន្លឺសម្ងាត់អមតៈទៅចោះហើយពេលខ្លះខ្ញុំសូមហៅភាសាសាមញ្ញគឺពន្លឺក្រហមវាក៏បានរត់ចេញពីទីនោះឡើងទៅលើអាកាសតែវាក៏បានត្រឡប់មកវិញទៀតពន្លឺនេះកើតចេញពីទរណកម្មមេឃាអំបញ្ញមិញនេះស៊ីហាគិតថាបើសិនជាយកវាទៅដុតនៅរាងកាយរបស់គាត់អាចជាជំរុញឲ្យការបង្កើតរបស់គាត់ឈានទៅដល់មួយកម្រិតទៀតតែគណៈពេលនោះក៏មាននៅអតិថិនៃបដតីក៏បានចូលមកជ្រៀតជ្រែកដើម្បីដណ្ដើមនោះពីស៊ីហាផងដែរប្រជាមុខដ៏សែនក្មេងម្នាក់ដែលមានឈ្មោះថាវៃតៃជីនសូមហៅថាប្រជាវៃមកវៃពេកខ្ញុំភ្លេចអស់ហើយហើយគាត់ក៏ជាអ្នកគ្រប់គ្រងម្នាក់នៃឯច្រកទីគាន់ផងដែរក៏បានគម្រាមទៅកាន់បដតីទៀតតែឯងភ្លេចអំពីច្បាប់នៃទីគាន់ហើយមែនទេកំណប់ទេពដ៏មានតម្លៃដូចជាអាងកូរ៉ាន់ទះអ្នកណាចូលបានគឺជារបស់អ្នកនឹងពួកឯងមិនអាចទៅដណ្ដើមយកពីគេបាននោះទេបើមិនដូច្នេះពួកឯងគឺនឹងត្រូវដាក់ទោសទៅតាមច្បាប់នៃច្រកទ្វារទីគាន់ប្រជានៃទីមានឈ្មោះថាទូគូក៏បានកោតសរអំពីស៊ីហាវនៅក្មេងក៏ប៉ុន្តែមានអាការដ៏ល្អបែបនេះពិតជាគួរកោតសរស្ញប់ស្ញែងខ្លាំងពិតមែនកលែងទៅមើលពួកគេនៅលើអាកាសវិញកំពុងតែដេញចាំនៅពន្លឺក្រហមនោះស៊ីហាប្រាប់ទៀតថាធ្វើយ៉ាងណាក៏ដោយកុំឲ្យវារបូតឲ្យសោះដូច្នេះអ្នកនរនេះក៏មកជ្រៀតជ្រែកបញ្ហារបស់ខ្ញុំហើយពន្លឺក្រហមនេះគឺជារបស់ដើមដែលកើតចេញពីតម្រងនៃកបិតបហាមេអំបញ្ញមិញនេះវាមានអារម្មណ៍របស់វាហើយចំពោះរបស់នេះមិនអាចយករាងកាយធម្មតាទៅទប់ទល់បាននោះទេមិនក៏មានពន្លឺយ៉ាងខ្លាំងប្រជាវ័យនឹងក៏បានឡើងលើអាកាសក៏គិតថាដូចជាមិនសូវស្រួលប្រជាទូគូនឹងក៏បានបង្ហាញខ្លួនមកដែរអ្វីដែលពួកគេភ្ញាក់ផ្អើលនោះគ្រាន់តែជាបំណែកដែលកើតចេញពីទរណកម្មមេឃានៃផ្លែកំបិតដែលបានបាក់បែកអំបញ្ញមិញនេះហេតុអីក៏វាខ្លាំងដល់ថ្នាក់នេះប្រជាវ័យនឹងក៏បានប្រើប្រាស់ធម្មពលរបស់ខ្លួនដើម្បីកាត់ផ្តាច់នៅភាពអតិទេពរបស់វា ព
បើសិនជាគាត់ឈោមើលគឺมันអាចទៅរួចនោះទេអញ្ចឹងក៏ទៅតែចាប់វាបាននិយាយសិតតែច្បាប់ឥឡូវមកទៅដើមគ្នាអីណាគាត់ក៏បានបញ្ចេញទៅធម្មពលបើកមេដើម្បីវាបង្ហាញខ្លួនចំណែកព្រះរាជាទូគូគាត់ក៏បានប្រើប្រាស់នៅឃ្លោកមួយស្រោមពលឺក្រហមនោះចូលទៅក្នុងនោះបាត់ទៅគាត់ក៏បានសាយយើងលឺទីបំផុតគាត់គ្រប់គ្រងបានហើយគឺជារបស់គាត់តែមិនទាន់បានប្រមាណផងនោះឃ្លោកនោះចាប់ផ្ដើមរង្គោះរង្គើធម្មពលយ៉ាងខ្លាំងរបស់វាក៏បានទម្លុះនៅឃ្លោកនោះចេញមកខាងក្រៅធ្វើឲ្យអ្នកទាំងពីរមានការវាខ្លាំងមែនទែនសម្បីតែព្រះរាជានៃច្រកទីគាត់មិនអាចគ្រប់គ្រងវាបានផងជឿតម្រូវតែអ្នកដទៃសមាជិកនៃបដតីទីនឹងក៏បានបញ្ចេញនូវធម្មពលរបស់ខ្លួនដើម្បីរារាំងតែនៅតែមិនអាចបញ្ឈប់វាបានដដែលព្រះរាជាវិញក៏បានចូលទៅមកខាងទៀតលើកនឹងរៀមដៃពីរពេលតែមុននឹងធំផុសចេញពីក្រោយខ្នងបញ្ចេញនូវខែលការពារចំនួន3តង់ដើម្បីរារាំងវាក៏ប៉ុន្តែនៅតែវាទម្លុះបានដល់ពេលនោះក៏បានលេចចេញបាតដៃយ៉ាងធំមួយទៀតពីលើអាកាសព្រះជាវិកក៏បានលន់មកទីថាលើសការៈពិសិដ្ឋធ្វើសកម្មភាពដោយផ្ទាល់ហើយតើស៊ីហាក៏បានត្រឹមតែសម្លឹងមើលតែប៉ុណ្ណោះខណៈពេលនោះក៏បានលេចចេញនៅពលឺពណ៌មាសជាងខ្លាំងក៏បានបញ្ឈប់វាបានដោយជោគជ័យដែលតាមពិតទៅគឺជាធម្មពលរន្ទះរបស់ព្រះជាមង្សក៏បានប្រាប់ទៅកាន់អាសនៈពិសិដ្ឋទៀតថានេះគ្រាន់តែជាពន្លឺប្រាក់តូចមួយរបស់នេះវាគ្មានតម្លៃហើយក៏មិនអាចចែកឲ្យពួកលោកបានដែររបស់នេះគួរតែឲ្យក្មេងៗចំនួនក្រោយលោកគួរតែចាក់ចេញទៅបាទនៃនោះក៏បានរលាយទៅវិញបន្ទាប់ពីគ្រប់គ្រងវាបានដោយជោគជ័យក៏បានបកគលទៅឲ្យស៊ីហាវិញស៊ីហាក៏បានរក្សានៅពលឺក្រហមនោះចូលទៅក្នុងអាងកូរ៉េតរបស់គាត់ព្រះជាវិកក៏បានមកចរចាចង់ឲ្យស៊ីហានឹងលក់នៅអាងកូរ៉េតនេះឲ្យខ្លួនអញ្ចឹងចង់ដោះដូរជាមួយនឹងរបស់មានតម្លៃអីក៏គាត់ព្រមដែរមិនថាអាវុធថ្នាក់ដែនដីលំហស៊ីហាអាចរើសតាមចិត្តតែស៊ីហាគិតថារបស់នេះមានតម្លៃខ្លាំងណាស់ជឿរបស់តិចតួចមកដោះដូរគឺមិនអាចទៅរួចនោះទេព្រះជាទូកូននឹងក៏បានចូលមកថែមលបោយតែតាមពិតទៅគឺបវ័យគឺជាបដមានកិត្យានុភាពគឺជាបដដ៏ខ្លាំងមួយមិនគួរណាចង់បាននៅរបស់តូចតាចបែបនេះនោះទេអញ្ចឹងទៅគាត់ក៏បាននិយាយយល់ល្អខ្លួនឯងគាត់ចង់ដោះដូរនឹងជាមួយនឹងស៊ីហាគាត់នៅបកគលនៅមាសមេឃខ្មៅមួយដុំមិនដឹងថាតម្លៃវាគិតជាប្រមាណនោះទេជាងទៅក៏អតិថិផ្សេងនឹងក៏បានដោះដូរគាត់នឹងប្រើប្រាស់នៅមានមេឃៀបបំណៃធំដើម្បីដោះដូរជាមួយនឹងអាមកូរ៉េតរបស់ស៊ីហាចំណែកព្រះជាម្នាក់ទៀតក៏ប្រើប្រាស់អាវុធថ្នាក់កម្ពុជារបស់គាត់ដើម្បីដោះដូរជាមួយរបស់នេះដូចគ្នាអញ្ចឹងគាត់គ្រាន់តែចង់ខ្ចីនៅអាមកូរ៉េតរបស់ស៊ីហាដើម្បីសិក្សាត្រឹមតែកន្លះឆ្នាំតែប៉ុណ្ណោះហើយគាត់នឹងបកគលឲ្យស៊ីហាវិញអញ្ចឹងទៅក៏ស៊ីហាក៏បានបដិសេធភ្លាមក៏ប៉ុន្តែគាត់មានសំណើមួយគាត់ចូលចិត្តស៊ីសាច់អញ្ចឹងបើសិនជាពួកគេអាចចាប់នៅនាគទាំង5នៃគ្រូសាវាងគឺនៅឯច្រកទីគាត់នេះតែម្ដងមកឲ្យគាត់ស៊ូដោះដូរវាហើយអាមកូរ៉េតអ្នកណាចង់យកទៅណាក៏យកទៅគ្រាន់តែលឺបែបនេះពួកគេក៏បានមើលមុខគ្នាទៅវិញទៅមកព្រោះថាវាមិនអាចទៅរួចស្រាប់ហើយហើយក៏មិនក៏បានចូលមកថែមទៀតថាល្អខ្លាំងណាស់គ្រូសាវាងដូចជាសមោលតងតាមប្រានដែលវាប្រហាពួកគេម្ដងហើយម្ដងទៀតពួកយើងគួរតែកំទេចវាជីកឬជីកទាំងគល់តែម្ដងស៊ីហាក៏បានថែមទៀតថាគ្រូសាវាងគឺជ្រលូហើយពេកហើយបើសិនជាឲ្យគ្រូសាវាងធ្វើជាសសរដ៏រឹងមាំនៃច្រកទ្វារទីគាត់បន្តទៀតនោះប្រកាសជាក្បត់ពួកយើងគ្រប់ពេលបង្កនៅគ្រោះមហន្តរាយសម្រាប់ពួកយើងមិនខាននោះទេនិយាយរួចនោះក៏ស្រាប់តែមេឃមានរំជួលយ៉ាងខ្លាំងច្រកលំហមួយក៏បានបើកឡើងព្រះជាបីរូបក៏បាននិយាយទៀតថាយកអាក្មេងល្អិតអញហ៊ានមើលស្រាលនៅគ្រូសាវាងរបស់ពួកយើងផងឯនិយាយដែលមិនមានភ័ស្តុតាងថែមទាំងបានសម្លាប់នៅព្រះរាជានៃបករបស់យើងថែមទៀតបំណងនេះយើងមិនទាន់ដោះស្រាយជាមួយនឹងឯងផងឥឡូវឯងចង់បង្កបញ្ហាទៀតថ្ងៃនេះដែរយើងមិនអាចទុកជីវិតឲ្យឯងបាននោះទេចឹងមានអ្នកឈោនៅខាងស៊ីហាវច្រើនខ្លាំងមែនទែនអញ្ចឹងទៅពួកវាហ៊ានប៉ះស៊ីហាវនឹងពួកគេនឹងវាយស្លាប់រស់តែម្ដងទន្សាយទៅយើងក៏បានចូលមកថែមទៀតថាពួកឯងពិតជាអត់គេខ្មាស់ពិតមែនបើសិនជាពួកឯងក្លាហាននេះចុះមកវាក៏បានបញ្ចេញនៅនាគយ៉ាងធំក្រៅពេលនោះព្រះរាជាមង្សក៏បានបង្ហាញខ្លួនគិតថាពួកឯងដូចជាថ្លើមធំពេកហើយបន្ទាប់មកក៏បានបញ្ចេញនូវបាតដៃមាសយ៉ាងធំមួយសង្កត់ពួកវាទាំង3កម្លាំងពួកវាក៏មិនអាចយកឈ្នះនៅព្រះជាមង្សបានទេរាងកាយក៏បានធ្លាក់ទៅខាងក្រោមក៏បានបញ្ជានៅកូនចៅរបស់គាត់នឹងឲ្យចាប់វាបោះទៅក្នុងសែលមរណៈហើយបញ្ជូនវាទៅក្នុងសមរភូមិនៅពេលដែលពេលវេលាមកដល់ដល់ពេលនោះក៏ឮសំឡេងមួយក៏និយាយទៅកាន់ព្រះជាមង្សគឺនៅឯបន្ទាយគ្រួសាររាជវង្សគិតថាព្រះជាមង្សដូចជាហួសហេតុពេកហើយព្រះជាមង្សលើបែបនេះក៏បានបញ្ចេញបាតដៃយ៉ាងធំសង្កត់នៅច្រកទ្វារចូលនៃបន្ទាយគ្រួសាររាជវង្សកំទេចចោលតែម្ដងថែមទាំងបំផ្លាញនៅខែលការពារនៃបន្ទាយនោះថែមទៀតពួកគេមានការផាត់ភ័យក៏បានរត់ថយក្រោយតែពួកយើងខ្លាំងក៏បានបញ្ចេញមកប្រងគ្នាដើម្បីត្រូវនៅបាតដៃយ៉ាងធំខណៈពេលនោះដែរក៏ច្រកលំហមួយក៏បានបើកឡើងផ្លូវមួយដូចជាផ្លូវមាសតែវាមានច្រើនពណ៌នេះគឺជាក្បួន teleport មួយក៏បានអញ្ជើញនៅព្រះជាមង្សទៅជជែកគ្នាលេងកុំឲ្យគាត់នឹងចិត្តក្តៅពេកព្រះជាមង្សក៏គួរសមទៅកាន់សម្លេងនោះវិញមុនចាចេញទៅគាត់ក៏បានបើកនៅត្រាមួយឃុំឃាំងនៅអាមកូរ៉េតរួមជាមួយនឹងពលឺក្រហមនៅក្នុងនោះហើយវាក៏មិនអាចរត់ទៅណាបានដែរ
ស៊ីហាទទួលអារម្មណ៍ថានៅក្នុងអាងនេះដូចជាមានអ្វីកំពុងតែកម្រើងព្រះជាអ្វីក៏បានមកពិនិត្យមើលអាងនេះដែរគឺកើតចេញពីថ្មបុរាណនៅក្នុងនោះគឺមាននៅពងនៃសត្វនាគរាជពិតចំនួន3ក្បាលដែលវាមិនទាន់ញាស់អាយនិយាយថាវាគឺជាសម្បុកនាគអញ្ចឹងទៅក៏បានភ្ជាប់ឲ្យយ៉ាងខ្លាំងនិយាយបែបនេះគឺចង់ឲ្យស៊ីហាដោះដូរជាមួយនឹងអីទៀតហើយមែនទេតែបើសិនជាមាននាគនៅក្នុងនោះមែនគឺល្អខ្លាំងណាស់សម្រាប់ស៊ីហាអាចយកទៅធ្វើស៊ុបទៀតបានស៊ីហាគិតថាពលឺនោះចាប់ផ្ដើមស្ងប់ស្ងាត់បើសិនជាគាត់ចម្រាញ់វាចូលទៅក្នុងអាវុធរបស់គាត់អានឹងដឹកកម្ដៅនៃរាងកាយធម្មពលរបស់គាត់នឹងកើនឡើងហួសពីការរំពឹងទុកប្រជាទូគូក៏បាននិយាយទៀតថាមិនទាន់ច្បាស់ថានេះគឺជាសម្បុកនាគដល់ឡើយនោះទេអញ្ចឹងរងចាំឲ្យប្រជាមឹងត្រឡប់មកវិញសិនទៅព្រោះថាគាត់ជំនាញជាងពួកគេនេះគឺជាបឹងពីឡូស៊ីហាក៏បានបញ្ចេញនៅចង្ក្រានរបស់គាត់ដែលបានស្រូបនៅទឹកកូរិនទាតមកក៏បានបញ្ចេញនៅរបស់នោះចេញមកខាងក្រៅមើលទៅមានរាងដូចជាពពុះទឹកអញ្ចឹងនេះក៏ឲ្យឈ្មោះថារលកចរណាកូរិនទាឈ្មោះច្រើនពេកពិបាកហៅខ្លាំងមែនទែនហើយក៏បានដាក់ចូលទៅក្នុងកែវរបស់ពួកគេគ្រប់គ្នាថែមទាំងបានស្វាគមន៍ពួកគេហើយពួកគេនឹងចូលប្រយុទ្ធរួមគ្នាប្រឆាំងជាមួយសត្រូវមកពីទឹកដីខាងក្រៅក៏បានអញ្ជើញអ្នកទាំងអស់គ្នាឲ្យលើកកែវអញ្ចឹងអ្នកទទួលបាននៅទឹកកូរិនទាពីស៊ីហាវនេះគឺជាមនុស្សដែលគាត់រៀងស្និទ្ធស្នាលជាងគេឬក៏អ្នកដែលមានចេតនាល្អជាមួយនឹងគាត់តែប៉ុណ្ណោះបើសិនជាដូចជាគ្រូសាវ៉ាងគឺគាត់មិនឲ្យជាដាច់ខាតតែពិតគឺគាត់បានបន្សុទ្ធនៅទឹកនេះរួចហើយអញ្ចឹងអាចផឹកបានមានគ្រូថ្នាក់នោះទេស៊ីហាក៏បានលើកអកមុនពួកគេក៏ចាប់ផ្ដើមម្នាក់ម្ដងចំហាយនៃធម្មពលកូរិនទាក៏បានជ្រាបចេញពីខ្លួនប្រាណយ៉ាងខ្លាំងហើយពេលម្នាក់នឹងក៏បានបញ្ចេញនៅថ្មមួយយ៉ាងដែលមកពីឧបេបរោះនៃបាតរបស់ខ្លួនរបស់នេះក៏អាចប្រឆាំងជាមួយសត្រូវនៅឯច្រកទ្វារខាងក្រៅបានពលឺរបស់វាគឺពណ៌មាសថ្មនេះដែរគឺរកឃើញបន្សល់ពីសម័យមុនមកម្ល៉េះខណៈពេលដែលពួកគេកំពុងតែជីកកាយនៅឯភ្នំបុរាណនៅឯដែនដីខាងក្រៅរបស់នេះមិនត្រឹមតែអាចស្រូបចូលទៅក្នុងខ្លួនប្រាណដើម្បីជំរុញដល់ការហ្វឹកហាត់នោះទេតម្រង់នៃទឹករបស់វាគឺអាចឃុំឃាំងនៅកម្លាំងជីវិតរបស់មនុស្សឲ្យរស់បានដល់ទៅ10000ឆ្នាំដោយមិនចេះស្លាប់ហើយពេលនេះក៏បានបញ្ចេញនៅផែនទីអត្តកំបាំងដែលរកឃើញនៅឯសមរភូមិឈ្មោះពេញនៃផែនទីនេះគេហៅថាផែនទីទ្របលាក់សត្វចម្លែកសត្រូវធ្លាប់ប្រើប្រាស់នៅរបស់នេះដើម្បីស្វែងរកនៅទឹកដីខាងក្រៅផងដែរសូម្បីតែពួកគេក៏ធ្លាប់បញ្ជូនមនុស្សដែលយោងទៅតាមផែនទីនេះដូចគ្នាពួកគេក៏បានត្រឡប់មកវិញដោយសុវត្ថិភាពមើលទៅគ្រាន់តែដូចជាបំណែកនៃផែនទីបាក់បែកតែប៉ុណ្ណោះហើយពេលនេះដែរគឺគាត់បានអញ្ជើញនៅមនុស្សមកពីតំបន់ហាមឃាត់គឺជាតំបន់មួយដែលវានៅខ្ពស់ជាងមេឃ9ទៅទៀតអញ្ចឹងពួកគេនឹងឆ្លើយនៅសំណួររបស់ពួកគេបើសិនជាមានចម្ងល់នៅរាត្រីនេះអញ្ចឹងធ្វើឲ្យមិត្តសម្លាញ់របស់ស៊ីហាម្នាក់ទៀតភ្ជាប់ឲ្យជាខ្លាំងតែពិតតាំងតែពីប្រវត្តិសាស្ត្រមកម្ល៉េះដែលដីហាមឃាត់មិនដែលឆ្លើយតបជាមួយនឹងពួកគេសូម្បីតែប្រមាណតាំងតែពីសម័យសង្គ្រាមអមតៈបុរាណមកម្ល៉េះពួកគេស៊ូឈរមើលមិនព្រមលូកដៃជួយនោះទេក៏ប៉ុន្តែបើសិនជាអ្នកណាឆ្លៀនពៀនទៅកាន់តំបន់របស់ពួកគេនឹងត្រូវសម្លាប់គ្មានធម៌មេត្តាក៏ប៉ុន្តែមិននឹកស្មានថាពួកគេព្រមឆ្លើយតបព្រោះតែផែនទីមួយនេះទីទៀតនឹងមានមនុស្សមកដល់ច្រកទីគាត់ស៊ីហាវគិតថារបស់នេះក៏ជារបស់ដែលពួកគេកំពុងតែស្វែងរកដូចគ្នាផងដែរហើយក៏ផ្អើលដូចគ្នាតែមានការឆ្លើយតបពីមនុស្សនៅឯតំបន់ហាមឃាត់គ្រាន់តែផែនទីមួយនេះអញ្ចឹងមិនទាន់បានប្រមាណផងនឹងក៏ច្រកលំហមួយក៏បានបើកឡើងកញ្ញាំយ៉ាងធំក៏បានផុសចេញពីលើអាកាសអ្នកទាំងអស់នេះបញ្ញាប់ចេញមកខាងក្រៅដូចគ្នាតើបងយើងស្មានតែជាសត្វចម្លែកតែតាមពិតទៅគ្រាន់តែជាសត្វមាន់មួយក្បាលតែប៉ុណ្ណោះតែកញ្ញាំរបស់វាដូចជាកញ្ញាំនេះអញ្ចឹងក៏បានចូលទៅរាក់ទាក់ស្វាគមន៍ទៅកាន់ប្រជាដែលមកពីតំបន់ហាមឃាត់ហើយក៏សូមការអភ័យទោសផងដែរដែលមិនទទួលដោយភាពកក់ក្ដៅលក្ខណៈរៀងយឺតយ៉ាវបន្តិចអមនោះក៏បានអឺតកយ៉ាងវែងទៅមើលពួកគេស៊ីហាក៏ចាប់ផ្ដើមគិតនឹងចិត្តខ្សឹកស៊ីជាមួយនឹងអាកាម៉ាមនុស្សមកពីតំបន់ហាមឃាត់ដែលតាមពិតទៅគ្រាន់តែជាកូនមាន់តូចមួយក្បាលតែប៉ុណ្ណោះអាកាម៉ាគិតថាគឺជាមាន់ដុតទេតាដែលតាមពិតទៅនេះគ្រាន់តែជាយានជំនិះរបស់គាត់តែប៉ុណ្ណោះនៅលើខ្នងនៃមាន់នោះគឺមាននៅអតិទេពអមតៈមាន់ម្នាក់ដែលគាត់ប្រើប្រាស់នៅយានមាន់នេះធ្វើជាយានជំនិះរបស់គាត់តែមើលទៅដូចជាអ្នកសុំទានច្រើនជាងអញ្ចឹងគាត់ស្ដាប់មិនសូវជាលឺហើយក៏មិនសូវជាមើលច្បាស់ដែរដោយសារតែគាត់ធ្លាប់ប្រយុទ្ធគ្នាហើយរងរបួសកាលពីមុនអញ្ចឹងគាត់និយាយរឿងច្រើនបន្តិចហើយគាត់ក៏មិនត្រាម៉ាយដែរគឺគាត់និយាយការពិតស៊ីហានឹងក៏បានលួចខ្សឹបស៊ីជាមួយនឹងអាកាម៉ាទៀតហើយមើលទៅពួកយើងប្រហែលជាមានមន់ដុតស៊ីហើយមើលទៅប្រជានោះក៏បានហក់ទៅក្រោមបែរជាឃើញជើងមានតែម្ខាងក៏គាត់សួរដោយការងើយឆ្ងល់គឺមានសត្រូវលួចវាឆ្មក់លោកទៅតាមផ្លូវមែនទេគាត់ក៏ប្រាប់ទៀតថាគឺវាបានកើតឡើងតាំងតែពីពេលគាត់ប្រយុទ្ធគ្នាមកម្ល៉េះមិនកើតឡើងថ្មីនោះទេ
ដូចជាមកលៀនកន្លះឆ្នាំមុនអញ្ចឹងទៅក៏អតិថិបអមតៈម្នាក់ទៀតក្បាលរៀងតងោមែនតើក៏សួរទៀតថាតើមិនមានព្យាបាលនៅជើងនេះទេអីក៏តទៅវិញភ្លាមហើយក៏ដឹងទៀតថានេះគឺជាខ្សែឈាមនៃសង្ឃបុរាណកូនចៅនៃសង្ឃបុរាណទេតាពិតជាភ្នែកមុតពិតមែនហើយក៏ជាមនុស្សដែលគាត់កំពុងតែស្វែងរកដូចគ្នាតែប៉ុន្តែគឺគាត់មិនមែនមិនចង់ព្យាបាលនោះទេគឺគាត់មានហេតុផលរបស់គាត់ហើយគាត់ក៏ចង់ຕົកនៅនេះជើងនេះជាការរំលឹកអ្នកអតីតកាលចាស់របស់គាត់ផងដែរហើយណាមួយនោះគាត់ក៏ចិត្តថ្ងៃចូលភ្នោថែមទៀតពួកគេក៏បានអញ្ជើញនៅប្រជាម្នាក់នោះចូលទៅខាងក្នុងចាយម្នាក់នឹងក៏បានចូលមករយៈតែក៏ជួយឲ្យរៀមច្បងដែលមានបទពិសោធន៍ដ៏ក្រាស់ក្រែលនោះចាយនាំណែនាំខ្លួនផងអំពីដែលដីហាមឃាត់នោះហើយចង់ដឹងថាអ្នកណាគឺជាម្ចាស់នៃរបស់ទាំងពីរគាត់ក៏និយាយទៀតថារឿងខ្លះគាត់មិនដឹងនោះទេហើយរឿងខ្លះក៏គាត់មិនអាចនិយាយបានដែរក៏ប៉ុន្តែមនុស្សដែលនាងកំពុងតែសួរពួកគេងាប់បាត់ទៅហើយនាងក៏កាំងស្ដោកគ្មានអីសួរតទៅទៀតនោះដែរគាត់ក៏ទៅពិនិត្យនៅផែនទីនេះគឺជារបស់ដែលបានកត់ត្រានៅកន្លែងជាច្រើនហើយក៏ជាកន្លែងដែលគ្រូបកកំពុងតែស្វែងរកអស់រយៈពេលជាច្រើនឆ្នាំមានកន្លែងខ្លះគឺត្រជាក់ខ្លាំងមែនទែនក៏ប៉ុន្តែមិនមានអ្នកនាំផ្លូវក៏រៀងពិបាកដែរហើយធម្មពលរន្ទះគឺនៅខាងក្រៅគឺវាខ្លាំងរួចទៅហើយបាននៅក្នុងនោះទៀតគឺកាន់តែខ្លាំងជាងនេះទៅទៀតពិសេសគឺទុកមហន្តរាយមេឃានឹងតែម្ដងក៏បានរំលឹកកាលពីឆ្នាំនោះគឺមាននៅក្មេងម្នាក់ដែលបានមកចូលមកជាមួយនឹងរន្ទះយ៉ាងខ្លាំងក្លានៃទុកមហន្តរាយមេឃាវិនឹងស្លាប់តែជោគវាសនាក៏បានផ្លាស់ប្ដូរគឺគាត់បានរួមបញ្ចូលជាមួយនឹងវាបានទៅជោគជ័យពួកគេក៏បានងាកមើលមកស៊ីហាវគ្រប់គ្នាម្នាក់នោះនឹងគាត់និយាយគឺសម្ដៅទៅលើស៊ីហាវនឹងឯងស៊ីហាវក៏ប្រាប់ថាគឺជាធិរន្ទះរបស់គាត់នឹងដែលជំរុញឲ្យគាត់នឹងឡើងទៅកាន់ដែនដីលំហតាហើយថ្មីនេះដែរគាត់ទៅតែទទួលបាននៅអាមកូរន្ទះពីទុកមហន្តរាយមេឃាថែមទៀតក៏បានបញ្ចេញឲ្យរៀបច្បងអ្នកនោះមើលតែម្ដងនេះគឺជារបស់ដែលលោកកំពុងតែនិយាយដល់មែនទេគ្រាន់តែឃើញបែបនេះគាត់ក៏បានចូលទៅយ៉ាងលឿនទៅដើមវាពីដៃរបស់ស៊ីហាវភ្លាមហើយក៏ឲ្យស៊ីហាវនឹងទៅជាមួយនឹងខ្លួនទៅជួបជាមួយនឹងអ្នកនាងរបស់គាត់នៅផ្ទះហើយចង់ឲ្យស៊ីហាវនឹងរៀបការជាមួយនឹងម្ចាស់របស់ខ្លួនថែមទៀតហើយពេលនោះទោះបីជាមេឃបាក់មកក៏នាងអាចជួយការពារនៅជីវិតរបស់ឯងបានដែរស៊ីហាវភ្ញាក់ផ្អើលខ្លាំងមែនទែនអាកំាំនឹងក៏បានឆ្លក់ទឹកឆ្លក់ស្រាយ៉ាងខ្លាំងពួកគេក៏សម្លឹងមើលដល់ការហួសចិត្តស៊ីហាវគិតថាពូចម្បងពួកគេគឺខុសគ្នាគាត់ថាទុកការបារម្ភនេះមួយឡៃសិនទៅគ្រូសាននៃម្ចាស់របស់ខ្ញុំពោពេញទៅដោយកំណប់ទ្រព្យនិងវត្ថុទិព្វជាច្រើនហើយគាត់ជួយចិត្តមនុស្សណាដែលមានទេពកោសល្យដូចជាលោកអញ្ចឹងពួកស្រីៗក៏បានអស់សំណើចអញ្ចឹងខ្ញុំដឹងថាមនុស្សមកពីដែនដីហាមឃាត់មានរូបរាងយ៉ាងណានោះទេអាចជាពួកសត្វចម្លែកឬក៏យ៉ាងម៉េចអាកំាំនឹងក៏បានចូលទៅជ្រៀតជ្រែកវាណែនាំខ្លួនឈ្មោះថាកៅយូសឹងអញ្ចឹងសមត្ថភាពរបស់វាគឺស្តីទៅនឹងស៊ីហាវអញ្ចឹងដែរអញ្ចឹងលោកទុកឱកាសឲ្យខ្ញុំដែរទៅបើសិនជាមិនអាចធានានៅសុវត្ថិភាពរបស់ខ្ញុំគ្រាន់តែជួយការពារកុំឲ្យខ្ញុំស្លាប់ទៅគឺបានហើយខ្ញុំមិនទាមទារអ្វីច្រើននោះទេហើយខ្ញុំក៏មិនរើសអើងពូជសាសន៍ដែរអញ្ចឹងទៅក៏ទន្សាយទៅក៏បានចូលទៅស្ដីឲ្យវាទះទុកមួយដែរក៏តទៅវិញទៀតថាខ្ញុំមិនចង់ដូចពីសម្ដីដែលគ្រូរបស់ខ្ញុំបាននិយាយនោះទេខ្ញុំមិនចង់ស្លាប់នោះឡើយខ្ញុំត្រូវតែក្រោកឡើងអ្នកណាក៏ដោយអាចទៅជួយខ្ញុំបានតែប្រជានោះដូចជាមិនខ្វល់នោះទេគឺគាត់ចាប់អារម្មណ៍ជាមួយស៊ីហាវជាខ្លាំងហើយក៏ចង់ឲ្យស៊ីហាវនឹងយករបស់នេះដោះដូរជាមួយនឹងម្ចាស់ស្រីរបស់ខ្លួនតែស៊ីហាវគិតថាដូចជាយករបស់ទៅឲ្យសត្វឆ្កែអត់ប្រយោជន៍លក្ខណៈថាដូចជាឲ្យគោទៅមើលកុនអញ្ចឹងដូចជាមិនស្គាល់របស់នេះទៅសោះគាត់ក៏បានទាញមកវិញធ្វើឲ្យប្រជាអ្នកនោះខឹងយ៉ាងខ្លាំងហេតុអីក៏ឯងហ៊ាននិយាយបែបនេះជាមួយនឹងយើងស៊ីហាវក៏យកទៅវិញគាត់គិតថាគាត់ក៏គួរតែរៀនសិនហើយស៊ីនៅនេះនៅក្នុងនេះសិនអញ្ចឹងតែបែបម្នាក់ទៀតនឹងក៏ហួសចិត្តទីខ្លាំងបានតែខ្វីខ្វាយជាមួយនឹងប្រជាម្នាក់នេះហើយគាត់ក៏បានបើកនៅប្រអប់របស់ខ្លួនទុកចោលប្រជានោះក៏បានដាក់បណ្ដាសាឲ្យស៊ីហាវទៀតនៅពេលដែលងាកទៅមកខាងក៏បានឃើញនៅថ្មនៅក្នុងប្រអប់នោះគាត់ភ័យអើខ្លាំងមែនទែនហើយក៏សួរទៀតថាតើឯងបានរបស់នេះមកពីណាសាច់រឿងរបស់យើងក៏ឆ្លើយតែប៉ុណ្្នេះបើសិនជាមានការខុសខ្លាញ់ណាក៏សូមអធិស្ឋានផង